Regina bought Prasad Sambo Prekok ជំរាបសួរពុកម៉ែបងប្អូនអរគ្នានៅក្នុងវីដេអូនេះបងប្អូនអរគ្នានឹងបានដឹងអំពី Regina bought នៃប្រាសាទសម្បូរព្រៃគុកនិងទីតាំងនៃប្រាសាទសម្បូរព្រៃគុកអញ្ចឹងបងប្អូនអរគ្នាចាំទស្សនានិងស្ដាប់ទាំងអស់គ្នាប្រាសាទសម្បូរព្រៃគុកស្ថិតនៅក្នុងខេត្តកំពង់ធំដែលសាងសង់ឡើងនៅក្នុងសតវត្សទី7ក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នដែលបានតាំងរាជធានីនៅឦសានបុរៈដែលជាដើមកំណើតនៃអាណាចក្រខ្មែរប្រាសាទទាំងនេះសង់ដោយឥដ្ឋលើកឡើងតែផ្តែរសសរពេជ្រនិងស៊ុមទ្វារដែលធ្វើអំពីថ្មភក់ប្រាសាទសម្បូរព្រៃគុកចែកចេញជាពីរក្រុមប្រាសាទមួយចំនួនដែលស្ថិតនៅផ្នែកខាងត្បូងនិងខាងជើងត្រូវបានសាងសង់ឡើងនៅក្នុងសតវត្សទី17ចំណែកប្រាសាទមួយក្រុមទៀតសាងសង់ឡើងនៅពេលក្រោយក្បាច់រចនានិងផ្តែរទ្វាររចនាបថសម្បូរព្រៃគុកមានចម្លាក់ផ្ដេករាងជាធ្នូដែលមានរូបបន្តោងនៅចំកណ្ដាលនៅខាងចុងផ្តែរមានលម្អដោយសត្វមកកដែលជាសត្វសមុទ្រតំណាងទឹកងាកក្បាលចូលក្នុងនិងលើកកន្ទុយឡើងលើនេះគឺជាក្បាច់នៃសត្វមកកងាកក្បាលចូលក្នុងនេះហើយដែលឆ្លុះបញ្ចាំងពីចលនាដូចគ្នានៃផ្តែរទ្វារចុងក្រោយរចនាបថសម្បូរព្រៃគុកនៅក្រោមធ្នូគេមានព្យួររំយោលទួមផ្កាស្លឹកឈើនិងមែកឈើដែលមានលក្ខណៈដូចជាប្រាសាទនៅឥណ្ឌាដែរចំណែកឯសសរពេជ្រមានរាងមូលផ្តែរទ្វារនៃប្រាសាទសម្បូរព្រៃគុកខាងលើនេះក៏មានលក្ខណៈដូចគ្នាដែរដែលលម្អដោយក្បូរក្បាច់ឆ្លុះបញ្ចាំងពីធម្មជាតិលម្អដោយស្លឹកឈើនិងមានលក្ខណៈឆ្លុះបញ្ចាំងគ្នាល្អចំណុចសំខាន់គឺស្ថាបត្យកម្មសម្បូរព្រៃគុកមានស្លាកស្នាមដ៏ច្រើនលើសលប់នៃវប្បធម៌ឥណ្ឌាបាទបងប្អូនអរគ្នាច្បាស់ជាបានស្ដាប់តាំងពីដើមរហូតដល់ចប់ហើយនេះគឺមិនតន់ក្បោះក្បាយហ្មងទេគ្រាន់តែជាចំណុចខ្លះនៃប្រាសាទសម្បូរព្រៃគុកតែប៉ុណ្ណោះហើយបើសិនជាបងប្អូនអរគ្នាចង់តាមដាននៅវីដេអូជាបន្តទៀតកុំភ្លេចជួយចុច Subscribe ឬចុចពាក្យជាវដើម្បីទទួលបានវីដេអូថ្មីសម្រាប់ចំណេះដឹងក៏ដូចជាទិដ្ឋភាពនៅតាមវត្តឬក៏ប្រាសាទនានាខ្ញុំនឹងផ្តិតយករូបភាពយកវីដេអូជូនបងប្អូនអរគ្នាអញ្ចឹងអរគុណច្រើនបងប្អូនអរគ្នាសុខសប្បាយជម្រាបលា